nhớ rồi năm đừng có tăng đó là bao thời gian tuôn trong tờ ca thu không chờ tham làm khó chẳng rồi tham lặng đi tai là thấy bè thọ kia có tay đèn anh trai trong làng xanh con thư tiếng bay ảo như quay cái nước than đỏ về liên còng dòng đang đua chung rồng miên cho nó đã đi đã con mi cho họ tôm hạt hồ tôm nia sắp phải làm na Hello. Namo tassa bhagavato arahato samma sambuddhassa. Namo tassa bhagavato arahato samma sambuddhassa. Namo tassa bhagavato arahato samma sambuddhassa. Namato Ratanatayasa Wan Tiami ខ្ញុំបកករណាសូមអភិវឌ្ឍមន្តរកាយកថ្វាយអង្គប្រជុំ3ដែលមានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដល់សេចក្តីគោរពអេតេអ្នកសាចវៃចេអ្នករសពទាអំណាចដោយការតាំងបត់នមស្ការបាញ់មិញនេះសូមសេរីសុខដីវិបុលប្រប្រការចូលចម្រើនកាត់មានដល់អស់លោកអស់អ្នកឲ្យបានសពការសពវេលាទីដីអំពីបបនមស្ការនេះទៅខ្ញុំបកករណាអាត្មានឹងត្រូវនឹងលើកយកនៅពធមកសម្ដែងចែកជូនដល់ញោមញាតិប៉ុន្តែបើតាមការថ្លែងសន្ទរកថាបាញ់នេះឃើញថាថ្ងៃនេះព្រះអង្គគ្រូបុត្រ4ហ្នឹងឯងព្រះអង្គបានផ្ដើមគំនិតហ្នឹងឯងបង្កើតធ្វើពិធីបុណ្យការញាតិញោមហ្នឹងឯងហើយបុណ្យការនៅក្នុងទីនេះគេឲ្យឈ្មោះថាបុណ្យការតានទីដែលមានអ្នកចូលរួមលោកអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់នឹងអញ្ជើញនឹងឲ្យមកកាន់វត្តសាសបួរហើយពិធីបុណ្យនេះនឹងគឺថាយើងទាំងអស់គ្នាបានប្រម៉ែប្រមោគៀកោបានមកកាន់វត្តសាសបួររបស់យើងដើម្បីព្រឹកផ្ដើមគំនិតនឹងឲ្យធ្វើបុណ្យការសាមគ្គីអញ្ចឹង
ញាតិញោមទាំងអស់គ្នាសុទ្ធតែជាអ្នកកាន់នៅព្រះពុទ្ធសាសនាហើយក៏សុទ្ធតែជាអ្នកចង់ដឹងនៅអានិសង្សនៃការធ្វើបុណ្យការបានបុណ្យយ៉ាងណានោះខ្ញុំសក្ការណាអាត្មានឹងសម្ដែងចែកជូនដល់ញោមញាតិដូចតទៅបើយើងនិយាយអំពីពាក្យថាបុណ្យការសាមគ្គីញាតិញោមហ្នឹងហើយបើយើងនិយាយពីពាក្យថាបុណ្យការនេះមានដល់ទៅ3ជំរើសសម្រាប់យើងទាំងអស់គ្នានឹងជ្រើសរើសទី1គេឲ្យឈ្មោះថាបុណ្យការសាមគ្គីទី2គេឲ្យឈ្មោះថាបុណ្យការរស្មីសាមគ្គីទី3គេឲ្យឈ្មោះថាបុណ្យការមហាសាមគ្គីញាតិញោមហ្នឹងហើយអញ្ចឹងនៅក្នុងចំណោមបុណ្យទាំង3នេះឃើញថាជាទូទៅសម្បូរទៅដោយបុណ្យការសាមគ្គីដោយសារតែបុណ្យការសាមគ្គីនេះស្រួលធ្វើញាតិញោមហ្នឹងហើយអ្នកក្រក៏ធ្វើបានអ្នកមានក៏ធ្វើបានឲ្យតែជាសាមគ្គីគ្នាហ្នឹងហើយបើញាតិញោមចង់សួរថាតើបុណ្យការនេះកើតពីត្រង់ណាមកមានតាំងពីចំណងព្រះពុទ្ធម្លេះញាតិញោមណាហើយបើយើងនិយាយពីចំណងពុទ្ធិកាបើនិយាយពីរឿងបុណ្យការភាគច្រើនចំណងនោះគេច្រើនតែធ្វើនៅក្នុងខែស្រាប់ប៉ុន្តែមិនមែនបុណ្យការប្រាក់ដូចឥឡូវនោះទេណាពីដើមបុណ្យការមែនញោមការមែនតើនឹងមានការឈូកការមលិះហ្នឹងដែលគេច្រើនតែនិយមធ្វើនៅក្នុងខែស្រាប់នឹងចំណងដែរប៉ុន្តែដោយសារតែលោកអ្នកប្រាជ្ញរួមទាំងចំណងនោះគេមើលឃើញថាផ្កាប្រាក់នេះវាសំខាន់ហើយជាទូទៅក្នុងវត្តរមែងមានការកសាងអញ្ចឹងហើយទើបពួកគាត់នឹងប្រម៉ែប្រមោកជាគោនាំគ្នាធ្វើបុណ្យការប្រាក់វិញទៅដល់យើងលែងនាំគ្នាធ្វើបុណ្យការរុក្ខជាតិហ្នឹងបើចំនួនមុនគេច្រើនតែធ្វើការបណ្ឌិតការរុក្ខជាតិមិនមែនការប្រាក់ដូចឥឡូវនោះទេហ្នឹងឥឡូវនេះយើងនិយាយពីរឿងបុណ្យការសាមគ្គីបុណ្យការសាមគ្គីគឺយើងតើគ្នានឹងនាំគ្នាសាមគ្គីគ្នាធ្វើការនឹងជាទូទៅការរបស់យើងនេះគឺការដ៏តូចល្មមដែលយើងអាចបង្រួបបង្រួមគ្នាបានហ្នឹងប៉ុន្តែដល់ពេលចូលដល់បុណ្យការរស្មីសាមគ្គីបុណ្យការនេះមានការចូលរួមពីសំណាក់ហ្នឹងហើយលោកជំទាវមានអាយដាមហ្នឹងហើយមន្ត្រីរាជការចូលរួមហ្នឹងគេឲ្យឈ្មោះថាបុណ្យការរស្មីសាមគ្គីហើយដល់ពេលបុណ្យការសាមគ្គីយើងនេះគឺសម្បូរទៅដោយទាយុទាយិកាឧបាសកឧបាសិកាហ្នឹងហើយមិនទៅមានលោកជំទាវអាយដាមចូលរួមទេដល់ពេលមកបុណ្យការមហាសាមគ្គីហ្នឹងគឺចម្រុះហ្នឹងហើយដោយនៅក្នុងថ្ងៃនេះមានការចូលរួមពីសំណាក់ញោមញាតិពុទ្ធបរិស័ទនៅក្នុងឃុំបរោរបស់យើងផងរួមទាំងឃុំដទៃទៀតអញ្ចឹងដល់ពេលមានការចូលរួមច្រើនម្លឹងគេឲ្យឈ្មោះថាបុណ្យការមហាសាមគ្គីញោមណាប៉ុន្តែរឿងទាំងប៉ុណ្ណឹងនេះគ្រាន់តែជាការប្រាប់ដាស់តឿនក្រំរំលឹកដល់ញោមញាតិកុំឲ្យមានមន្ទិលសង្ស័យទាក់ទងជាមួយនឹងការសរសេររបស់រំពុំហ្នឹងហើយគេសរសេរមកថាមានបុណ្យការសាមគ្គីមានបុណ្យការរស្មីសាមគ្គីមានបុណ្យការមហាសាមគ្គីអត្ថន័យគឺសំដៅទៅលើការធ្វើរបស់យើងនិងការព្រមព្រៀងសហការគ្នាហ្នឹងហើយបុណ្យការប្រាក់របស់យើងនេះញាតិញោមទាំងអស់គ្នាប្រកាសជាចង់ដឹងតើកើតចេញពីត្រឹមណាមកណានៅក្នុងគម្ពីរបាលីមតកៈវិនិច្ឆ័យញោមហ្នឹងហើយគេបាននិយាយថាចំនួននោះញោមចំនួនព្រះគេហៅថាចំនួននោះ
បរិជារួមទាំងកហបតីជាទូទៅពួកគេច្រើនតែតែគប់ជាមួយនឹងព្រះសង្ឃហ្នឹងចំណោមព្រះនិយមណាយ៉ាងគេរាប់អានព្រះសង្ឃហ្នឹងហើយដល់ពេលចែកដំនៅថ្ងៃមួយនិយមអគ្គមហេសីរបស់ស្ដេចនោះហ្នឹងមានគេហៅថាមានរោគហ្នឹងមានអាពាធកើតឡើងដល់ពេលអញ្ចឹងបរិជាមានការភ័យញាតិញោមភ័យព្រួយបារម្ភហ្នឹងឃើញថាភរិយារបស់ខ្លួនហ្នឹងធ្លាក់ខ្លួនឈឺញាតិញោមហ្នឹងហើយប៉ុន្តែដោយសារតែពួកគេបានរាប់អានចិត្តស្និទ្ធជាមួយនឹងព្រះភិក្ខុសង្ឃមួយអង្គពនាមព្រះមហាបទុមត្ថេញាតិញោមណាអញ្ចឹងពួកគេមានជំនឿជឿជាក់ថាភិក្ខុមហាបទុមត្ថេនេះព្រះអង្គអាចជួយបានហ្នឹងដល់ពេលអញ្ចឹងញាតិញោមឲ្យអ្នកបម្រើហ្នឹងទៅទូលសួរលោកហើយទទួលសួរត្រង់ហ្នឹងហើយប្រាប់ពីមូលហេតុដល់ពេលអញ្ចឹងលោកសង្ឃលោកមិនអាចប្រាប់បានដូចញាតិញោមសួរឆៅៗនោះទេញាតិញោមហ្នឹងហើយដូចញោមសួរលោកចេះមួយលោកមានហ៊ានប្រាប់យើងណាញាតិញោមព្រោះខ្លាចមានទោសញាតិញោមណាហ្នឹងដល់ពេលអញ្ចឹងញាតិញោមព្រះមហាបទុមត្ថេលោកឆ្លាតញាតិញោមហើយលោកឆ្លៀសវៃនៅក្នុងព្រះវិន័យញាតិញោមហ្នឹងលោកក៏បានសួរដល់ភិក្ខុផងគ្នាដែលនៅក្បែរនោះអបុសាប្អូនហ្នឹងការលើកមុនគ្នាយើងឈឺតែយើងបានឆ្នាំអីទៅព្យាបាលហ្នឹងដល់ពេលអញ្ចឹងភិក្ខុដទៃក៏បានឆ្លើយរាយរាប់ប្រាប់ហើយអ្នកបម្រើក៏បានលឺញាតិញោមក៏បានលឺហើយក៏បានទៅប្រាប់ដល់អ្នកឈឺហ្នឹងហើយដល់ពេលអញ្ចឹងគេក៏ធ្វើតាមនឹងទៅញាតិញោមហើយដល់ពេលគេរៀបចំធ្វើឲ្យអីហើយហ្នឹងអគ្គមហេសីរបស់ស្ដេចក៏បានជាញាតិញោមហ្នឹងហើយដល់ពេលបានជាហើយគេអត់ភ្លេចគុណទេញាតិញោមណាគេអត់ភ្លេចគុណចំពោះព្រះមហាបទុមត្ថេទេប៉ុន្តែប្រសិនបើញាតិញោមគ្រប់គ្នាទាំងអស់គ្នាហ្នឹងប្រសិនបើមកជួបលោកមកសួរលោកបើលោកមិនប្រាប់ញោមខឹងដែរហ្នឹងហើយព្រះមហាបទុមត្ថេពេលដែលញោមសួរឆៅលោកអត់ឆ្លើយញាតិញោមហ្នឹងហើយព្រោះណាបើឆ្លើយមកលោកចេះទៅវាខុសវិន័យរបស់លោកញាតិញោមខុសវិន័យសង្ឃដល់ពេលអញ្ចឹងលោកអត់ប្រាប់ប៉ុន្តែលោកឆ្លាតលោកសួរភិក្ខុផងគ្នាដែលនៅជុំវិញនោះឲ្យលោកទាំងអស់នោះឆ្លើយញាតិញោមហ្នឹងហើយអញ្ចឹងអ្នកបម្រើគេបានកត់ត្រាទុកហើយក៏បានយកទៅប្រាប់ញាតិញោមហើយក៏គេធ្វើតាមនឹងទៅហើយអ្នកដែលជួយនោះក៏បានជាទៅញាតិញោមហ្នឹងហើយដល់ពេលអញ្ចឹងគេអត់ភ្លេចគុណញាតិញោមណាគេអត់ភ្លេចគុណនៃការប្រាប់ហ្នឹងញាតិញោមហើយដល់ពេលអញ្ចឹងព្រះមហាក្សត្ររួមទាំងអគ្គមហេសីនឹងញាតិញោមដល់តាមមិនភ្លេចគុណនៃការប្រាប់ហ្នឹងញាតិញោមក៏បានប្រគេនត្រៃជីវរញាតិញោមហ្នឹងហើយប្រគេនត្រៃជីវរហើយមានតាំងពីបច្ច័យនៅក្នុងហ្នឹងញាតិញោមហ្នឹងហើយដែលគេដាក់ជាប្រអប់ហ្នឹងហើយបច្ច័យនៅក្នុងហ្នឹងមានចំនួន300កហាបណៈញាតិញោមហ្នឹងហើយមួយកហាបណៈហ្នឹងស្មើនឹង4បាតហ្នឹងហើយ1បាតហ្នឹងស្មើនឹង60សេនញាតិញោមបើគិតជាឥឡូវនៅប្រមាណនេះញោមហ្នឹងហើយអញ្ចឹងញាតិញោមទាំងអស់គ្នាក៏បីជ្រាបហ្នឹងហើយដល់ពេលអញ្ចឹងជំនាន់នោះញាតិញោមអត់ទាន់មានតាអាចារ្យដូចឥឡូវទេញាតិញោមជំនាន់នោះអញ្ចឹងគេក៏យកត្រៃជីវររួមទាំងបច្ច័យដែលគេដាក់នៅក្នុងប្រអប់ហ្នឹងយកមកប្រគេនហើយក៏គេបាននិយាយជាភាសាបាលីថាផនទេពុទ្ធបូជាក្រោថៈញាតិញោមគ្រាន់តែប៉ុណ្្នឹងញាតិញោមហើយក៏ប្រគេនលោកទៅញាតិញោមហ្នឹងហើយអញ្ចឹងនៅពេលនោះញាតិញោម
ប្រសងនៅពេលដែលលោកបានទទួលនៅរបស់ដែលគេប្រទានហើយហ្នឹងក៏បានឆែកមើលញាតិញោមណាក៏បានឆែកមើលដល់ពេលឆែកមើលទៅឃើញញាតិញោមហ្នឹងហើយតាំងពីជីវរហែកមើលទៅនៅក្នុងប្រអប់ដល់ពេលហែកចុះហែកឡើងឃើញថាវិការឬក៏បច្ច័យហ្នឹងញាតិញោមហ្នឹងហើយ300កហបណៈនៅនឹងទៀតញាតិញោមហ្នឹងហើយប៉ុន្តែលោកអត់កាន់ទេញាតិញោមហ្នឹងហើយលោកឲ្យទៅវិជាបច្ចកៈហ្នឹងហើយជំនាន់នោះហើយវិជាបច្ចកៈឆ្លាតទៀតញាតិញោមឆ្លាតតាអាចារ្យជឿយើងឆ្លាតដូចគាត់ចឹងគាត់ចេះខ្វល់ហ្នឹងចេះគិតគូរណាហ្នឹងហើយគាត់គិតថាបើសិនបើបានលុយនឹងហើយតើយកលុយធ្វើអីឃើញទេញាតិញោមហ្នឹងហើយលោកអត់កាន់បច្ច័យទីចំណុចនោះញាតិញោមណាហ្នឹងហើយអញ្ចឹង300កហបណៈច្រើនហើយញាតិញោមហ្នឹងហើយអញ្ចឹងញាតិញោមស្ទៀងសាថ្មីនឹង1កហបណៈស្មើនឹង4បាតក្នុង1បាតស្មើនឹង60សេនញាតិញោមបើគិតជា300កហបណៈស្មើនឹងប្រមាណញាតិញោមហ្នឹងហើយអញ្ចឹងថាវិការហ្នឹងនឹងអាចយកធ្វើអ្វីក៏បានដែរញោមណាហ្នឹងវាច្រើនប៉ុន្តែលោកអត់បានកាន់យកនៅរបស់នោះទេហ្នឹងហើយអញ្ចឹងក៏ប្រគល់ឲ្យវិជាបច្ចកៈបោះស្រាយទៅហ្នឹងហើយលោកយកតែស្បង់ត្រៃជីវរនោះតែប៉ុណ្ណោះហ្នឹងហើយទៅដោះស្រាយហើយដល់ពេលអញ្ចឹងញាតិញោមវិជាបច្ចកៈនេះព្រៀបបីដូចជាលោកអាចារ្យម្នាក់ដែរញាតិញោមគាត់ឆ្លាតញាតិញោមហ្នឹងហើយអញ្ចឹងគាត់យកធ្វើសម្ភារៈកិច្ចការនៅក្នុងវត្តឲ្យមានជាប្រយោជន៍ហ្នឹងហើយដល់ពេលក្រោយមកញាតិញោមហ្នឹងហើយម្នាក់ចេះតែមានគំនិតហ្នឹងហើយគិតថាបើធ្វើបុណ្យការប្រាក់វាចំណេញញាតិញោមបើយើងធ្វើបុណ្យការធម្មតាគេធ្វើតែខែស្រាប់ហ្នឹងអាខែដែលមានកាថារុក្ខជាតិចេញពណ៌ហ្នឹងហើយដុះលូតលាស់ហ្នឹងខែភ្លៀងធ្លាក់ហ្នឹងដល់ពេលអញ្ចឹងនៅក្នុងជំនាន់នេះឲ្យតែខែស្រាប់គឺគេធ្វើបុណ្យការទេយោហ្នឹងហើយដោយប្រមាប្រមោគាកហ្នឹងហើយតាមពីការបលិរហូតដល់ការធ្វើហ្នឹងហើយយកទៅបូជាព្រះហ្នឹងហើយដូចញាតិញោមកន្លងមកធ្លាប់យកទៅថ្វាយព្រះអញ្ចឹងហ្នឹងហើយអញ្ចឹងគេធ្វើតែខែស្រាប់ហ្នឹងហើយដល់ពេលក្រោយមកដល់តែវិជាបច្ចកៈគាត់ឆ្លាតហ្នឹងហើយគាត់ធ្វើបុណ្យការនោះលែងមានខែញោមហ្នឹងហើយលែងមានខែណាក៏ធ្វើបានណាព្រោះអីសំខាន់ជាងគេអត់តែមានលុយញោមអត់តែមានលុយខែណាក៏ធ្វើបានដូចបុណ្យការហ្នឹងដល់ពេលអញ្ចឹងវាទៅជំនាន់គ្នាគឺជាហោហែបន្តមកញោមហ្នឹងនេះគ្រាន់តែចង់បញ្ជាក់ប្រាប់ញាតិញោមទាំងអស់គ្នាឲ្យយល់ឲ្យដឹងតកតងជាមួយនឹងបុណ្យការប្រាក់ហ្នឹងហើយពួកគេក៏ឧទ្ទិសកុសលផលបុណ្យនេះជូនដល់ញាតិការសាលហិតទាំងប្រព័ន្ធស្ដាមរបស់គេញាតិញោមហ្នឹងហើយយើងនិយាយអំពីការឧទ្ទិសបន្តិចហើយនឹងតកតងនឹងការចែកបុណ្យកន្លងមកឃើញថាញាតិញោមគ្រប់គ្នានេះភាគច្រើនឲ្យតែមកកាន់វត្តច្រើនតែចែកបុណ្យឬក៏ជូនបុណ្យណាត្រឹមត្រូវញាតិញោមការជូនបុណ្យការចែកបុណ្យត្រូវហើយញាតិញោមណាប៉ុន្តែយើងប្រើឲ្យតាមកលៈទេសៈញាតិញោមនៅពេលដែលញាតិញោមប្រគេននៅទេយទានវត្ថុទានញាតិញោមជូនបុណ្យអ្នកដែលនៅជុំវិញយើងហ្នឹងអ្នកជុំវិញយើងហ្នឹងត្រឹមត្រូវហើយញាតិញោមហ្នឹងហើយអញ្ចឹងយើងសូមជូនបុណ្យលោកជិលោកតាដែលនៅជុំវិញនេះសូមឲ្យបានផលចំណែកស្មើគ្នាមិនចឹងញោមណាហ្នឹងអញ្ចឹងពាក្យហ្នឹងត្រូវនៅក្នុងពេលដែលយើងកំពុងតែបំពេញក្នុងពេលនេះប៉ុន្តែបើសិនបើញោមយកទៅជូនបុណ្យដល់អ្នកនៅឯផ្ទះញាតិញោមហ្នឹងហើយអ្នកនៅឯផ្ទះយើងមានម៉ែយើងមានពុកយើងមានកូនចៅរបស់យើងហ្នឹងហើយយើងប្រាប់ជូនបុណ្យហ្នឹងហើយជូនកុសលហ្នឹងហើយ
ចំណែកឯរឿងញោមទាំងអស់គ្នាដែលធ្លាប់សូត្រហ្នឹងនៅអ៊ីទាំងបូមិញហ្នឹងអ៊ីទាំងបូហ្នឹងបើយើងនិយាយឲ្យចំទៅប្រសិនបើនៅក្នុងគណៈពេលនេះនៅក្នុងគណៈពេលនេះញោមបានធ្វើទាននឹងត្រូវហើយហ្នឹងហើយអ៊ីទាំងបូទានណាស់ញាតទៅណាស់ចឹងទៅញាតតាទៅណាស់ចឹងបន្ថែមដល់ឲ្យលោកតាអាចារ្យក៏បញ្ជាក់មិនចឹងហ្នឹងហើយយើងធ្វើចឹងត្រូវហើយប៉ុន្តែប្រសិនបើយើងអត់មានបានធ្វើទានទេយើងមកចូលបុណ្យធម្មតាញាតិញោមហ្នឹងហើយយើងគ្រាន់តែបានមកចូលរួមហើយយើងទៅដល់ផ្ទះវិញយើងប្រាប់ពាក្យអ៊ីទាំងបូអ៊ីទាំងណូពុនហ្នឹងហើយយើងប្រាប់ពុនវិញហ្នឹងហើយយើងប្រាប់ពុនយើងមិនប្រាប់ទានណាស់ទេហ្នឹងហើយអញ្ចឹងញាតិញោមទាំងអស់គ្នាប្រាប់ពាក្យឲ្យបានត្រឹមត្រូវហ្នឹងហើយមួយអ៊ីទាំងណូទានណាស់មួយឧដាអ៊ីទាំងណូបញ្ញាញោមហ្នឹងហើយយ៉ាងការសន្សំបុណ្យជាហេតុនាំមកនៅសេចក្តីសុខមិនទៅញាតិញោមហ្នឹងហើយយ៉ាងគណៈនៅក្នុងថ្ងៃនេះញាតិញោមទាំងអស់គ្នាមកកាន់វត្តក៏តែមកសន្សំនៅកុសលផលបុណ្យនៅពេលដែលញាតិញោមជើញមកកាន់វត្តឃើញនៅក្នុងវត្តរៀបចំបានល្អហើយញាតិញោមរក្សាចិត្តគំនិតឲ្យបានល្អហើយញាតិញោមកម្រើកដោយកាយកម្រើកដោយវិជ្ជាកម្រើកដោយចិត្តនិងអាណិតដល់គុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃហ្នឹងហើយញាតិញោមធ្លាប់ឃើញណាគុណព្រះពុទ្ធមាន56គុណព្រះធម៌មាន38គុណព្រះសង្ឃមាន14ហ្នឹងហើយអញ្ចឹងញាតិញោមនឹកដល់គុណមួយណាក៏នឹកទៅហ្នឹងហើយការឲ្យធូបតាមចំណងចំណូលចិត្តញាតិញោមចង់ឲ្យប្រមាណបានក៏ឲ្យទៅតាមពិធីជ្រះថ្លាព្រោះអីកន្លងមកឃើញញោមទាំងអស់គ្នាមកកាន់វត្តពេលខ្លះឲ្យធូបមើលទៅគេញាតិញោមហ្នឹងដោយអត់ច្បាស់លាស់ខ្លួនឯងចឹងញោមឲ្យធូប3ដើមក្តី5ដើមក្តី7ដើមក្តី8ដើមក្តី10ដើមក្តីគឺជារឿងរបស់ញាតិញោមហ្នឹងហើយប៉ុន្តែបើយើងអត់3ដើមសំដៅទៅលើព្រះពុទ្ធពុទ្ធធម៌ព្រះសង្ឃញាតិញោមហ្នឹងហើយដល់ពេលយើងអត់5ដើមនឹងយើងអាចសំដៅទៅលើព្រះទាំង5ព្រះអង្គហ្នឹងយើងអត់ប្រមាណដើមក៏អត់ចុះនឹងតាមអ្វីដែលញាតិញោមមានហ្នឹងហើយឲ្យធូបបួងសួងប្រាថ្នាយ៉ាងណាក៏តាមនឹងទៅនឹងតាមទឹកបតីរបស់ញាតិញោមគ្រប់គ្នាអញ្ចឹងនៅក្នុងអភិក្រមស3ញាតិញោមទាំងអស់គ្នាបាននឹងណាអភិក្រមហ្នឹងគឺសំដៅទៅលើពាក្យថាចូលឲ្យចិត្តញាតិញោមហ្នឹងហើយអភិក្រមហ្នឹងចូលឲ្យចិត្តដល់ពេលសោ3ហ្នឹងគឺមានសស្អាតសស្វាងនិងសស្ងាត់យ៉ាងយើងទាំងអស់គ្នាមកកាន់វត្តនៅក្នុងពេលនេះគឺសស្ងាត់មិនដឹងយល់មកឲ្យចិត្តឲ្យល្អហ្នឹងហើយតាំងស្មារតីឲ្យនឹងណហ្នឹងហើយរក្សាចំហឲ្យបានសម្រិនញោមហ្នឹងហើយដល់ពេលយើងសស្វាងអាហ្នឹងយើងត្រូវតែខំប្រឹងសិក្សារៀនសូត្រមានពុទ្ធគុណមានធម្មគុណសង្ឃគុណហ្នឹងនឹងខំប្រឹងសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវហ្នឹងហើយដែលមានអិតិបិសោមានស្វាខាតោសបតិបានណោហ្នឹងជាទីពឹងរបស់យើងគ្រប់គ្នាហ្នឹងដល់ពេលសស្អាតអានោះសម្ដៅទៅលើវត្តអារាមដែលបានរៀបចំល្អប្រពៃហើយដូចមិញអញ្ចឹងញោមទាំងអស់គ្នាបានទៅកាន់សាលាឆាន់អញ្ចឹងឃើញគំនូរស្អាតឃើញក្នុងវត្តធំទូលាយញោមមានបៃតេមានតាមមកជាក់ជឿជាក់ទៅលើបុណ្យកុសលបានបុណ្យបន្តទៀតញោមហ្នឹងហើយយ៉ាងបុណ្យរបស់ញោមទាំងអស់តែមកកាន់វត្តនេះធំណាស់ញោមហ្នឹងហើយជាពិសេសគឺញោមទាំងអស់គ្នាតែខំកាត់ពីភូមិមកដល់វត្តនេះគឺមហាសំណាងហើយញោមខំកាត់មកពីឆ្ងាយញោមខ្លះជិះម៉ូតូញោមខ្លះចាក់កង់មិនទៅញោមណោះហ្នឹងហើយដើម្បីអីដើម្បីវត្តអារាមញោមហ្នឹងហើយអញ្ចឹងក៏ស្អាតនៅពេលដែលញោមបានឃើញស្អាតញាតិញោមកាន់តែមានចិត្តជ្រះថ្លាល្អប្រពៃហ្នឹងហើយដល់ពេលសូត្រស្វាងញោមបានសិក្សារៀនសូត្រនិងពធហើយបានបប្រតិបត្តិធម៌ល្អត្រឹមត្រូវដល់ពេលសូត្រ
ស្ងប់ញាតិញោមបានធ្វើសមាធិក្តីតម្កល់ចិត្តឲ្យនឹងនៅក្តីគឺជាការប្រកែរបស់ញោមញាតិហ្នឹងអញ្ចឹងហើយបានពុទ្ធបរិស័ទរបស់យើងទាំងអស់គ្នានឹងក៏បីមានកុសលកម្មបត្តិនឹងមានកាយកម្ម3វិច័យកម្ម4មនោកម្ម3ឲ្យចប់ជួនរក្សាគំនិតឲ្យបានស្អាតល្អហ្នឹងហើយយើងមកកាន់វត្តយើងជួយចិត្តយ៉ាងណាឲ្យទៅជានិយមណាហ្នឹងហើយពេលដែលយើងមកកន្លែងយើងនេះស្ងប់ល្អញោមណាហ្នឹងហើយខ្យល់ក៏ត្រជាក់ហ្នឹងហើយប៉ុន្តែឥឡូវនេះល្ងាចហើយញោមហ្នឹងហើយអញ្ចឹងការបរិយាយពធក៏មិនបានទៅច្រើនប៉ុន្មានដែរហ្នឹងអញ្ចឹងអត្ថន័យនៃបំការញាតិញោមទាំងអស់គ្នាបានជ្រាបហ្នឹងហើយអញ្ចឹងបំការរត់មកបានបញ្ជាក់មកអញ្ចឹងទី1ញាតិញោមត្រូវចាំជំនាញ3ជំរើសទី1គេហៅថាបំការសាមគ្គីញាតិញោមឯទី2គេហៅបំការរស្មីសាមគ្គីឯទី3គេហៅថាបំការមហាសាមគ្គីហើយនៅក្នុងខែនេះមានញាតិញោមមកច្រើនហ្នឹងហើយមកតាមបណ្ដាភូមិបណ្ដាឃុំនានាហ្នឹងហើយអញ្ចឹងយើងឲ្យឈ្មោះថាបំការមហាសាមគ្គីក៏បានបំការសាមគ្គីក៏បានទៅតាមការឬដាក់របស់ញោមញាតិគ្រប់គ្នាហ្នឹងអញ្ចឹងរឿងបុណ្យការដូចស្មាបានជម្រាបចែកជូនដល់ញោមញាតិមិញអញ្ចឹងថាបើបុណ្យការធម្មតាតែម្ដងគេធ្វើនៅក្នុងខែស្រាប់ញាតិញោមហ្នឹងហើយតែពេលបុណ្យការប្រាក់របស់យើងនេះអត់មានភាសាមានប្រាំងទេហ្នឹងហើយសំខាន់ជាងគេអត់មានការព្រមព្រៀងសហការគ្នាមានការឯកភាពគ្នានឹងខែប្រាំងក៏ធ្វើបានខែភាសាក៏ធ្វើបានហ្នឹងអញ្ចឹងបុណ្យការប្រាក់ស្រួលធ្វើណាស់ញាតិញោមហ្នឹងហើយអត់មានប្រកាន់ខែទេប៉ុន្តែបើផ្ការុក្ខជាតិអានឹងប្រកាន់ខែញាតិញោមហ្នឹងហើយព្រោះអីចំទៅប្រាំងឥឡូវនេះមានការណាញាតិញោមហ្នឹងហើយសំបីតការឈូកក៏ពិបាករកផងញាតិញោមហ្នឹងហើយសំបីតការមលិកក៏ពិបាករកដែរហ្នឹងហើយប៉ុន្តែដល់ពេលការប្រាក់ស្រួលរកញាតិញោមហ្នឹងយ៉ាងញាតិញោមទាំងអស់គ្នាបានជ្រាបហើយនឹងតកតងជាមួយនឹងបុណ្យការប្រាក់នេះគឺកើតឡើងដោយព្រះអង្គមហាបុត្រមថេរញាតិញោមហ្នឹងហើយលោកគឺជាអ្នកចេះចាំនៅត្រៃវិទ្យាទូទៅហ្នឹងហើយលោកគឺជាអ្នកមានវិទ្យាសាស្ត្រត្រឹមត្រូវនៅក្នុងការព្យាបាលរោគញាតិញោមប៉ុន្តែនៅក្នុងសាសនារបស់ពុទ្ធសាសនាពុទ្ធលោកមិនឲ្យយើងអួតអាងនោះទេអញ្ចឹងហើយបានជាលោកមិនហ៊ានប្រាប់ដោយផ្ទាល់ញាតិញោមហ្នឹងហើយអញ្ចឹងបាននៅក្នុងគម្ពីរបាលីមត្តកៈវិន័យវិនិច្ឆ័យហ្នឹងលោកបានបង្ហាញប្រាប់ញាតិញោមមកថានៅក្នុងនោះលោកអត់បានប្រាប់ផ្ទាល់មកទេហ្នឹងហើយប៉ុន្តែលោកសួរភិក្ខុផងគ្នាញាតិញោមដើម្បីឲ្យភិក្ខុទាំងអស់នោះបាននិយាយហ្នឹងហើយបានរាយរាប់បានប្រាប់ដល់ពេលអញ្ចឹងអ្នកបម្រើហ្នឹងក៏បានកត់ត្រាទុកហើយយកពាក្យសម្ដីនេះទៅប្រាប់ដល់អ្នកជំងឺញាតិញោមហើយគេក៏ធ្វើតាមទៅក៏បានជាទៅហ្នឹងអញ្ចឹងនៅក្នុងគម្ពីរបាលីមត្តកៈវិន័យវិនិច្ឆ័យនេះព្រោះតែចង់បញ្ជាក់ប្រាប់ញាតិញោមថាបើសិនជាលោកប្រាប់ផ្ទាល់លោកមានទោសនិងលោកប្រាបាត់ដល់ពេលលោកធ្វើអញ្ចឹងលោកអត់មានទោសទេញាតិញោមហ្នឹងហើយប៉ុន្តែបើញោមគ្រប់គ្នាបើមកសួរលោកបើលោកមិនប្រាប់ទេខាត់មិនចឹងញោមណាហ្នឹងហើយប៉ុន្តែបើលោកធ្វើតាមទៅញាតិញោមអត់យល់ហ្នឹងអញ្ចឹងបានថាវិន័យវាអាស្រ័យលើកិច្ចញាតិញោមហ្នឹងហើយអញ្ចឹងព្រះមហាបុត្រមថេរលោកឆ្លាតឃើញទេញាតិញោមហ្នឹងហើយប៉ុន្តែតើតែអ្នកឆ្លាតដូចគ្នាអញ្ចឹងញាតិញោមអត់ទៅពីយល់តែបើយើងគ្រប់គ្នានេះបើមិនបើលោកធ្វើកិច្ចចិត្តអត់យល់ទេហ្នឹងហើយជ្រុំព្រោះថាលោកទៅអាក្រក់ទៀតជាហើយប្រាប់ទេហ្នឹងហើយដល់ពេលលោកធ្វើអញ្ចឹងបើអ្នកឆ្លាតគេចាប់បានដល់ពេលអ្នកមិនឆ្លាតហ្នឹងហើយយើងអាចនឹងស្លាប់ញាតិញោមហ្នឹងហើយនេះគ្រាន់តែចង់បញ្ជាក់ប្រាប់ញាតិញោមថាវិន័យអាស្រ័យលើកិច្ចហ្នឹងហើយដោយលោកអង្គម្ចាស់ក៏បានសិក្សាកន្លងមកក៏បានហើយដោយកន្លងមកដោយញោមគាត់ឆ្លាតគាត់ឆ្លៀសហ្នឹងហើយបច្ច័យដាក់ទៅស្រោមស្មុតញាតិញោមហ្នឹងហើយប៉ុន្តែយើងដឹងណាចំនួនបច្ច័យមិនចឹងយល់ហ្នឹងហើយមានប្រមាណដឹងទាំងអស់គ្នាហ្នឹងប៉ុន្តែដល់ពេលគេថាអាស្រ័យលើកិច្ចហ្នឹងហើយអញ្ចឹងគេដាក់ស្រោមមើលទៅបានល្អភ្នែកដែរញាតិញោមអញ្ចឹងនេះគ្រាន់តែចង់បញ្ជាក់ប្រាប់ញាតិញោមទាំងអស់គ្នាហ្នឹងហើយវិន័យអាស្រ័យលើកិច្ចអញ្ចឹងកិច្ចវត្តរបស់ភិក្ខុមហាបុត្រមថេរលោកឆ្លាតឆ្លៀសនៅក្នុងការដោះស្រាយញាតិញោមណាបាទអ
ចឹងបង្ការមានតាំងពីពេលនឹងមកញាតិញោមហ្នឹងបង្ការប្រាក់ហ្នឹងហើយតាំងពីមុននឹងមកមានតែបង្ការរបស់ជាតិតែប៉ុណ្ណោះញាតិញោមណាហ្នឹងហើយក្នុងមួយឆ្នាំគេធ្វើតែក្នុងខែត្រាបញាតិញោមបើស្មារតីបញ្ជាក់មិញចឹងថាបង្ការប្រាក់អត់មានប្រកាន់ទេខែណាក៏ធ្វើបានដូចគ្នាញាតិញោមយ៉ាងការសម្ដែងនៅពធនិយមលំនាំសំតាមការវិលហើយព្រោះអីឥឡូវនេះម៉ោង 7:06 ហើយញោមទាំងអស់គ្នាទៅផ្ទះវិញក៏រៀងចាំដែរព្រោះផ្លូវពីភូមិមកកាន់វត្តនេះឆ្ងាយគួរសមញាតិញោមបើញោមជិះម៉ូតូអាហ្នឹងរៀងត្រប់បានបន្តិចបើញោមជិះកង់ចាក់រៀងហត់ញាតិញោមតែបើញោមដើរទៅវិញសត្វយ៉ាប៉ុន្តែបើលោកអាចារ្យជឿថាનથીអីទេបាទមិនចាំមកយូរណាហ្នឹងអញ្ចឹងលំមសំតាមការវេលាញោមណាក៏អញ្ចឹងអាត្មាក៏បញ្ជាក់ប្រាប់ញាតិញោមតែប៉ុណ្្នឹងទេអញ្ចឹងបន្តការប្រាក់នេះការតាំងពីចំនួនព្រះមហាបទុមថេរញាតិញោមស្ដាប់ឲ្យបានហ្នឹងហើយការពីព្រះមហាបទុមថេរលើកគឺជាអ្នកចេះចាំនៅ private ជាអគុណអូនអាមលោកបកែញាតិញោមប៉ុន្តែដល់ពេលមកក្នុងសាសនាមិនអាចនិយាយដល់ចំហបានហ្នឹងហើយអញ្ចឹងតែមានតែធ្វើកាច់ញាតិញោមហ្នឹងហើយអញ្ចឹងកិច្ចលោកបានធ្វើហើយអស់ហើយហ្នឹងហើយហើយតារីជារួមទាំងអគ្គមហេសីក៏បានជាដែរដើម្បីអបអរសាទរដើម្បីថែមនងអបគុណគេក៏បានយកនៅប្រាជ្ញវរហើយនឹងបច្ច័យហើយបច្ច័យដល់ទៅ300កហាបណៈដល់ពេលមហាបណៈមហាបណៈហ្នឹងគឺអាស្រ័យលើបច្ច័យហ្នឹងឯងចំណុចនោះគេចាត់ប្រាប់ពាក្យហ្នឹងហ្នឹងហើយអញ្ចឹងមួយកហាបណៈចំណុចនោះស្មើនឹង4បាតក្នុង1បាតស្មើនឹង60សេនហ្នឹងហើយញាតិញោមចាប់ឲ្យបានទៅស្រួលថ្ងៃក្រោយនិយាយចាប់បានហ្នឹងហើយអញ្ចឹងរឿងទាំងអស់នេះព្រមតែចង់បញ្ជាក់ប្រាប់ញោមទាំងអស់គ្នាហ្នឹងហើយធ្វើឲ្យតាមការគួរយ៉ាងការសម្ដែងពធទេសនាក៏ល្មមសពតាមការវេលានឹងបញ្ចប់តែបុណ្យនឹងបញ្ចប់ក៏សូមអរគុណផលបុណ្យដែលកើតឡើងនៅក្នុងថ្ងៃនេះនឹងជូនដល់បុព្វការីជនទាំង7ប្រដានបានដល់ញាតិការសាលហិតរបស់យើងរួមទាំងសាលហិតរបស់ញោមញាតិគ្រប់គ្នាដែលបានជួបកាន់វត្តនេះនឹងក្រៃលោពួកគាត់បានតកើតក្នុងទីដ៏សំខាន់គួរឲ្យនឹងសូមមហាកុសលដែលកើតនៅក្នុងទីនេះនឹងជួយចិត្តយើងជួយសរសើរដល់ពួកគាត់ទាំងអស់នោះដែលបានតកើតនៅក្នុងទីដ៏ខ្ពស់ហ្នឹង